សួស្តីបងបងអានេះខ្ញុំមកបរៀនធ្វើបូចងបាច់ផ្កា5ដុល្លារបងបងអានេះគឺខ្ញុំចងនៅកន្លែងប្រចាំហ្មងសម្រាប់បូដែលខ្ញុំធ្វើនេះគឺខ្ញុំតម្រូវចងបាច់ផ្កា5ដុល្លារបាច់ផ្កា5ដុល្លាររបស់យើងគឺអត់សូវធំមែនទេមកល្មមដែរទំហំ30 x 40 cm ជើងបូដំបូងគឺខ្ញុំយកត្រឹម13 cm ដើម្បីមកល្មមកុំឲ្យវែងជ្រោពណ៌ដោយសារតែបាច់ផ្ការបស់យើងហ្នឹងគឺវាសាយទូចល្មមសម្រាប់វិធីធ្វើបងបងអាចមើលបានព្រោះដោយសារតែអត់មានអីពិបាកទេគ្រាន់តែយើងបត់ឲ្យគ្រប់ជ្រុង4ជ្រុងទៅឲ្យស្មើគ្នាអញ្ចឹងណាដែលបងបត់គ្រប់4ជ្រុងហើយបងយកក្របកាប់ហ្នឹងមកកាប់ចំកណ្ដាលហើយយើងទៅធ្វើមកសតបទៀតហ្នឹងគឺយើងធ្វើតែ2ជ្រុងទេបងគឺងាយស្រួលមែនទែនមកសតបពីលើនេះគឺយើងធ្វើដោយសតបមុនអញ្ចឹងគ្រាន់តែយើងយកតែ2ជ្រុងអញ្ចឹងណាហើយសម្រាប់យើងយកខ្លីជាងមុនហើយទូចជាងមុនដើម្បីយកមកគុំពីលើពេលដែលយើងធ្វើរួចរាល់ហើយយើងយកមកផ្គុំគ្នាអញ្ចឹងហើយយើងចាប់វាចេញកលិះបងចេញកលិះបានឃើញស្អាតហើយយើងយកលួសមរុំចំកណ្ដាលចងឲ្យជាប់តែកុំឲ្យលួសនឹងទៅក្រោមពេកលួសនឹងចំពីលើមកពេលដែលយើងចងបាច់ផ្កាគឺឃើញស្អាតនេះបូរបស់យើងហើយ 100% ហើយគឺស្អាតខ្លាំងមែនទែនសម្រាប់ទំហំបូប៉ុណ្នេះយើងយកទៅចងជាមួយបាច់ផ្កាសាយទូចក៏បានយកទៅចងជាមួយកត្រកផ្លែឈើក៏បានអនុស្សាវរីយ៍ផ្សេងៗក៏បានដែរ